ដើម្បីបានតែញ៉ាំស៊ុបមីជូរចិនមួយកន្លែងនេះគឺថា Twister ទៅទាំងភ្លៀងតែម្ដងហើយសម្រាប់អ្នកដែលចូលចិត្តញ៉ាំជាប្រភេទមីចិនអីហ្នឹងគឺអាចសាកល្បងទីតាំងមួយកន្លែងនេះបានដែលគាត់មានតម្លៃចាប់ពី$3ឡើងទៅហើយមានមកជាមួយនឹងខ្យងដែរម្ចាស់បើគាត់ច្រើនណាស់ញ៉ាំម្នាក់ឯងអត់ចង់អស់ទេមើលតែដំណក់ទឹកភ្លៀងទៅគឺដឹងហើយពុកម៉ែបងប្អូនថាភ្លៀងនេះខ្លាំងដល់កម្រិតណាអញ្ចឹងមិនថា Twister នេះគឺស៊ូមែនតែនហើយក្នុងអំឡុងពេលដែលកំពុងតែអង្គុយកំងហ្នឹងគឺបានជ្រើសរើសញ៉ាំជាមួយនឹងតែទឹកឃ្មុំ Freshy ដែលរសជាតិរបស់គេហ្នឹងគឺជូរអែមបានកោះចាក់ដាក់ទឹកកកគឺឆ្ងាញ់មែនតែនជាពិសេសគឺសម្បូរទៅដោយវីតាមីន C និងជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំណាហើយសម្រាប់ទីតាំងស៊ុបមីជូរចិនមួយកន្លែងនេះគឺនៅខាងសន្ធមុខអញ្ចឹងពុកម៉ែបងប្អូនណាខ្លះដែលធ្លាប់បានទៅញ៉ាំនៅទីតាំងមួយកន្លែងនេះជួយ comment នៅខាងក្រោមវីដេអូផងហើយខាងនេះគឺជាប្រភេទ topping របស់គាត់ណាដោយពុកម៉ែបងប្អូនបានឃើញនៅខាងមុខមិនអញ្ចឹងជាប្រភេទពងទាបំពងរបស់គាត់ប្លែកម្យ៉ាងដែរយើងធ្លាប់តែឃើញពងទាក្លុកឬមួយក៏ពងទាជៀនជាប់ភ្នៅធម្មតាប៉ុន្តែអាមូមុនហ្នឹងគឺជាប្រភេទពងទាក្លុកពុកម៉ែបងប្អូនហើយគាត់មានមកជាមួយនឹងខ្យងហើយបើសិនជាបានញ៉ាំជាមួយនឹងតែទឹកឃ្មុំ Freshy អីទៀតគឺកាន់តែឆ្ងាញ់ហ្មងលក្ខណៈថាយើងញ៉ាំទៅគឺអត់តលន់ដោយសារតែរសជាតិតែទឹកឃ្មុំ Freshy គឺជូរអែមណាហើយចំពោះតម្លៃនៅទីនេះដោយ Twister បាននិយាយនៅខាងដើមអញ្ចឹងគឺតម្លៃចាប់ពី$3ឡើងទៅហើយមួយចានហ្នឹងដោយបានឃើញក្នុងវីដេអូរៀងធំណាបងប្អូនអត់ទួយទេបើសិនជាអ្នកដែលញ៉ាំតិចឬមួយក៏ញ៉ាំមកល្មមអីទេគឺញ៉ាំអត់អស់ហ្មងហើយពងទារបស់គាត់តំណងនិយាយទៅគឺរសជាតិប្លែកម្យ៉ាងហើយខាងនេះជាប្រភេទខ្យងបងប្អូនអាចហៅថែមខាងក្រៅដូច Twister ក៏បានដែរចំពោះស៊ុបមីជូរចិនហ្នឹងគឺគាត់មានច្រើនជម្រើស topping អញ្ចឹងទៅជម្រើសសាច់អញ្ចឹង Twister កំងរសជាតិ original របស់គេហ្នឹងហើយ add ជាមួយនឹងសាច់បន្ថែមប៉ុន្តែពុកម៉ែបងប្អូនមានអីនិយាយទៅគឺថាអាកាសធាតុបែបត្រជាក់ធ្លាក់ភ្លៀងធ្លាក់អីហ្នឹងបានហត់ជាមួយនឹងស៊ុបមីជូរចិននេះគឺថាមានកម្លាំងព្រឹសតែម្ដងហើយសម្រាប់ទឹកជ្រលក់វិញគឺយើងលាយខ្លួនឯងគឺគាត់អត់មានលាយឲ្យទេអញ្ចឹងពុកម៉ែបងប្អូនអាចដាក់ទឹកជ្រលក់ដែលគាត់មានដាក់នៅលើទឹកហ្នឹងទៅគឺដាក់ជាមួយនឹងទឹកស៊ីអ៊ីវប្រៃទឹកស៊ីអ៊ីវជូររបស់គាត់ហ្នឹងលាយគ្នាបន្តិចទៅហើយដាក់ជាមួយនឹងម្ទេសហ្នឹងគឺជាតិហ្មងតែបើថាខ្លាចអត់ចេះលាយទៅអត់ឆ្ងាញ់ទេគឺអាចសាកសួរជាមួយនឹងគាត់បន្ថែមអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលបានឃើញវីដេអូនេះហើយគឺអាចសាកល្បងទៅញ៉ាំបានដែលទីតាំងរបស់គាត់ហ្នឹងគឺមានបើកលក់ចាប់ពីម៉ោង10ព្រឹករហូតដល់ម៉ោង2យប់ហើយបើសិនជាចង់រកជាភេសជ្ជៈញ៉ាំទៅធ្វើឲ្យអាហាររបស់យើងកាន់តែឆ្ងាញ់គឺជ្រើសរើសញ៉ាំជាមួយនឹងតែទឹកឃ្មុំ Freshy វីដេអូរបស់ Twister មានតែប៉ុណ្្នឹងទេ Bye